បាទថ្ងៃនេះរៀងពិសេសមកតែហើយជាមួយនឹងអាក្លុយខ្លាខ្ញុំចុងភៅប្រចាំភូមិឲ្យល្បីហើយណែចុងភៅប្រចាំភូមិប្រចាំតំបន់ណាបាទគឺបកាយណាតើតោនឹងមហូបគ្រឿងក្រៅខ្លែនេះបាទគឺបកាយអ្នកដាក់មិននុយគឺអាក្លុយខ្លាខ្ញុំណែអ្នកដាក់មុខមហូបឯនេះចុងភៅនេះថាចុងភៅប្រចាំតំបន់ណាបាទគឺពិសេសណាបាទគឺនាំគ្នាសហការគ្នាមកល្អបាទសម្រាប់គ្រឿងខ្លែអញ្ចឹងបកាយណានឹងមហូបឲ្យបែងចែកការងារគេធ្វើបានល្អទៀតបាទប៉ុន្តែគេថាបើសិនជាប្រពន្ធប្រាយធ្វើមហូបវិញអូអត់ចេះទេជាធម្មតាទេបាទនិយាយពីទៅបាទតានិសកានិយាយលេងណាបងប្អូនយើងបាទអញ្ចឹងសម្រាប់យើងនៅគេថាអ្នកក្រុងអ្នកក្រែអ្នកស្រែខ្លែមមិនខុសគ្នាទេបាទអញ្ចឹងបាទគឺសម្រាប់ខ្ញុំប៉ុណ្ណេះគឺសុបាយហើយបាទយូរជួបជុំមិត្តភ័ក្តិម្នាក់ខ្លះបងប្អូនជុំសាច់ញាតិចិត្តអ្នកចិត្តខាងគឺសហការគ្នាល្អអ្នកស្រុកអ្នកភូមិខ្ញុំគឺអញ្ចឹងបាទបងនេះមានមន់បងនោះមានទាមានសាច់មានឈាមយកមកហូបជុំគ្នាសុបាយមកពេលអញ្ចឹងទៅបាទគឺថាសុបាយមែនតើបាទជាមួយនឹងចុងភៅយើងមានស្រាប់ពីបងប្អូនបានឃើញហ្នឹងគឺគាត់ប្រកែណាបាទតើតើនឹងការធ្វើរបស់គាត់អនាម័យល្អរបស់ឃើញធ្វើហូបចុកដោយខ្លួនឯងសំខាន់គឺអនាម័យបាទក៏ដើម្បីសុខភាពយើងផងដែរបាទការរៀបចំការសម្អាតបនសម្អាតទៀងមួយឬថាបងប្អូនណាគេថាមានយល់ថែមឯណាបាច់បាទចុងភៅនេះក៏លំដាប់ដែរណាបាទលំដាប់អ្នកភូមិខ្ញុំហើយបាទពិសេសណាបាទគឺសុបាយបាទជាមួយនឹងការហូបចុកបាទពាក្យសារគ្នាប្រូផ្លាយគ្នាអីនេះអាយនេះអត់អីទេបាទយើងយូរជុំគ្នាម្ដងបាទគឺយើងគេថាសហការគ្នាដើម្បីរៀបចំកម្មវិធីញ៉ាំកម្មវិធីសុបាយទីទៅបានព្រោះតែយើងគេថាហូបចុកគឺមានការសហការគ្នាខ្ពស់បាទគេថាម្នាក់ញ៉ាំទឹកម្នាក់ចេញកាអញ្ចឹងណាបាទគឺយើងបានរៀបចំបានល្អមែនទែនបាទក្នុងនោះដែរដូចយើងមានចុងភៅស្រាប់បាទចុងភៅប្រចាំតំបន់យើងហ្នឹងបាទអ្នកណាក៏ស្គាល់ក៏ដែរបាទនៅក្នុងភូមិនៅឃុំយើងនេះបាទគេថាអ្នកសុកអ្នកស្រែខ្ញុំខាងនេះគឺគេថារាប់អានគ្នាណាបាទបងប្អូនយើងបាទគឺសប្បាយជួបជុំគ្នាបាទមានអីហូបចែកគ្នាហូបបន្តិចទួចក៏សប្បាយបាទប៉ុណ្ណឹងឥឡូវយើងចាប់ផ្ដើមហើយគឺយើងនៅសុកស្រែយើងធ្វើការហូបចុកគឺការចំអិននេះគឺត្រូវរបៀបតែយើងនៅស្រែគេថាធម្មជាតិ 100% ឯងបងប្អូនទេណាបាទដាក់មកគឺជាមួយនឹងដាក់មកចង្កាក់នេះវាថាអែមហួសបាទជាមួយនឹងភ្លើងយើងហុយផ្សែងនេះថាវាទៅជាមួយនឹងរសជាតិរបស់យើងណាបាទវាថាដាក់ទៅគឺរសជាតិអែមហួសបាទហើយអ្នកដាក់គ្រឿងនេះជាមួយនឹងអាក្លុយខ្លាខ្ញុំនេះអានេះវាបកែណាបាទជាមួយនឹងគ្រឿងក្រៅគេថាជំនាញហើយបាទមានអ្នកធ្វើអញ្ចឹងទៅផ្សេងបាទអ្នកដាក់គ្រឿងផ្សេងអញ្ចឹងទៅគេថាសហការគ្នាល្អណាស់បាទបីញ៉ាំបរិយាកាសកម្មវិធីហូបចុកឲ្យបានលូនទៅបានព្រោះតែយើងសហការគ្នាអញ្ចឹងបាទជាចុងក្រោយរកមកឆ្កងនេះណាក៏អរគុណជម្រាបលាអធិស្ឋានផងបាទ